បាទជំរាបសួរបងប្អូនជាទីស្រឡាញ់រាប់អានទាំងអស់គ្នាសូមស្វាគមន៍បងប្អូនដែលបានអញ្ជើញមកដល់ Channel រៀនភាសាចិនដោយមិនអស់លុយអញ្ចឹងនៅក្នុង Channel នេះគឺខ្ញុំបាទមានការបង្រៀនភាសាចិនតាំងពីថ្នាក់ដំបូងថ្នាក់មូលដ្ឋានគ្រឹះរហូតទៅដល់ថ្នាក់សន្ទនានិងការរស់នៅប្រចាំថ្ងៃផងដែរបងប្អូនហើយក៏បង្ហាត់បង្រៀនការសន្ទនាតាំងពីថ្នាក់ដំបូងរហូតទៅដល់កម្រិតខ្ពស់ផងដែរដូច្នេះបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់រៀនចង់ចេះភាសាចិនបងប្អូនអាចចូលរៀននៅក្នុង Channel រៀនភាសាចិនដោយមិនអស់លុយនេះបានបងប្អូនដោយបងប្អូនគ្រាន់តែចុច like ចុច share និងចុច subscribe រួចចុចសញ្ញាកណ្ដឹងនោះបងប្អូននឹងទទួលបានមេរៀនថ្មីជារៀងរាល់ថ្ងៃបងប្អូនដោយបងប្អូនដឹងស្រាប់ហើយភាសាចិនគឺសប្តាហ៍ថ្ងៃនេះទីផ្សារគឺទូលំទូលាយមែនទែនបងប្អូនសម្រាប់អ្នកចេះភាសាចិនគឺរកការងារបានធ្វើល្អហើយមានប្រាក់ខែគួរសមផងដែរបងប្អូនបាទមិនថាផ្នែកតកង់ឡានផ្នែកបកប្រែឬក៏ផ្នែកគ្រប់គ្រងឬក៏ផ្នែកអ្វីផ្សេងឬក៏អាចយកទៅរកស៊ីធ្វើអាជីវកម្ម business ផ្សេងបានផងដែរបងប្អូនដូច្នេះភាសាចិនគឺមានសារៈសំខាន់មែនទែនអញ្ចឹងបើសិនជាបងប្អូនចង់រៀនចង់ចេះភាសាចិនបងប្អូនអាចតាមដាននិងអាចរៀននៅក្នុង page របស់ខ្ញុំបាទនេះបានបងប្អូនហើយមួយវិញទៀតបងប្អូនអាចចុច share ដើម្បីឲ្យបងប្អូនយើងផ្សេងទៀតដែលគាត់មានបំណងចង់រៀនចង់ចេះភាសាចិនឲ្យគាត់បានឃើញនិងបានរៀនជាមួយនឹងបងប្អូនផងដែរអញ្ចឹងភាសាចិនខ្ញុំនឹងចាប់ផ្ដើមបង្រៀននៅមេរៀនបន្តទៀតគឺចាប់ផ្ដើមពីថ្នាក់ដំបូងបងប្អូនអញ្ចឹងវីដេអូនេះខ្ញុំចង់បង្ហាញអំពីមូលដ្ឋានគ្រឹះនៃភាសាចិនបន្តិចបងប្អូនតើធ្វើយ៉ាងម៉េចទៅយើងអាចរៀនភាសាចិនបានបងប្អូនដែលអាចរៀនភាសាចិនចេះដោយសារតែភាសាចិនអត់ដូចភាសាខ្មែរយើងទេបងប្អូនហើយក៏អត់ដូចភាសាអង់គ្លេសដែរគឺដោយសារតែភាសាចិនគឺព្យញ្ជនៈបូកនឹងស្រៈចេញទៅជាអក្សរផ្សេងមួយទៀតបងប្អូនឯអក្សរខ្មែរយើងនិងអក្សរអង់គ្លេសអីគឺព្យញ្ជនៈបូកស្រៈគឺយើងប្រើអក្សរនឹងតែម្ដងគឺយើងអានយើងសរសេរអក្សរព្យញ្ជនៈបូកស្រៈនឹងតែម្ដងបងប្អូនមានន័យថាអក្សរខ្មែរនិងអង់គ្លេសគឺព្យញ្ជនៈបូកស្រៈចេញជាពាក្យសម្រាប់យើងសរសេរយើងប្រើតែម្ដងតែសម្រាប់អក្សរចិននេះវិញគឺអត់ទេបងប្អូនគឺព្យញ្ជនៈបូកនឹងស្រៈចេញទៅជាអក្សរផ្សេងមួយទៀតបងប្អូនឧទាហរណ៍ដូចអក្សរខាងលើនេះខ្ញុំលើកឧទាហរណ៍មកដូចជាពាក្យថានីហៅនេះគឺប្រែថាសួស្ដីឬមួយក៏ជំរាបសួរអញ្ចឹងស៊ីងខាងលើនេះឬគេហៅថា pin in ឬក៏ហៅថាប្រែថាស្រៈប្រកបអញ្ចឹងអាស្រៈប្រកបខាងលើហ្នឹងគឺជាព្យញ្ជនៈបូកនឹងស្រៈបងប្អូនដែលគេហៅថា pin in ឬក៏ស្រៈប្រកបឯអក្សរពណ៌ក្រហមនេះគឺនីហៅនេះគឺជាអក្សរដែលយើងប្រើទូទៅអញ្ចឹងក្រោយពេលដែលយើងចេះនឹងយើងស្គាល់អក្សរអស់យើងបានចាំរួចរាល់គឺយើងឡើងប្រើ pin in ឬក៏ស្រៈប្រកបខាងលើហ្នឹងបងប្អូនគឺយើងប្រើអក្សរពណ៌ក្រហមនឹងតែម្ដងគឺនីហៅគឺប្រើអក្សរនឹងតែម្ដងប្រែថាសួស្ដីឬក៏ជំរាបសួរហើយតើយើងធ្វើដូចម្ដេចទើបយើងអាចរៀននៅព្យញ្ជនៈនិងស្រៈបានដើម្បីរៀនអានអក្សរចិនទាំងអស់នឹងបានបងប្អូនគឺទាំងអស់ហ្នឹងគឺខ្ញុំមានបង្រៀននៅក្នុងថ្នាក់មូលដ្ឋានគ្រឹះបងប្អូនគឺនៅក្នុងវីដេអូបន្តទៀតអញ្ចឹងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់រៀនចង់សិក្សាឲ្យកាន់តែច្បាស់ចង់ចេះ
ភាសាចិនបងប្អូនអាចតាមដាននិង subscribe រួចចុចសញ្ញាកណ្ដឹងនៅ channel រៀនភាសាចិនដោយមិនអស់លុយនេះបានបងប្អូនបាទឧទាហរណ៍ដូចជាពាក្យខាងក្រោមទៀតគឺនិយាយថានីហៅម៉ានីហៅម៉ាមានន័យថាតើអ្នកសុខសប្បាយជាទេអញ្ចឹងក៏ដូចគ្នាដែរបងប្អូនឃើញអក្សរពណ៌ខ្មៅខាងលើគឺហ្នឹងគេហៅថាស្រៈប្រកបឬក៏គេហៅថា pin in ឬក៏ហៅថាជាស៊ីងប្រកបបងប្អូនបាទហើយភាសាចិនមានស៊ីងប្រកបហើយមាននៅសំឡេងសម្រាប់លើកដាក់សំឡេងផងដែរបងប្អូនអញ្ចឹងមូលដ្ឋានគ្រឹះទាំងអស់នេះគឺខ្ញុំនឹងបង្រៀននៅក្នុងវីដេអូបន្តទៀតអញ្ចឹងដើម្បីឈានដល់យើងរៀនយើងចេះភាសាចិនដើម្បីយកទៅប្រើការបានទី1គឺបងប្អូនត្រូវយកចិត្តទុកដាក់រៀននៅមូលដ្ឋានគ្រឹះចាប់ពីថ្នាក់មូលដ្ឋានគ្រឹះពីព្យញ្ជនៈឡើងទៅហើយបូកជាមួយនឹងស្រៈបាទអញ្ចឹងព្យញ្ជនៈបូកនឹងស្រៈគឺពេលដែលបងប្អូនចេះហើយគឺបងប្អូននឹងចេះប្រកបបងប្អូនហើយក្រៅពីចេះប្រកបនៅក្នុងនោះគឺយើងក៏មានព្យញ្ជនៈពិសេសនិងស្រៈពិសេសផងដែរបងប្អូនហើយសម្រាប់ព្យញ្ជនៈពិសេសនិងស្រៈពិសេសទាំងអស់នេះគឺខ្ញុំនឹងបង្ហាញបងប្អូននៅក្នុងវីដេអូបន្តទៀតដើម្បីឲ្យបងប្អូនកាន់តែច្បាស់ដូច្នេះបងប្អូនអាចចូលរៀននៅក្នុងមេរៀនជាបន្តបានបងប្អូនបាទហើយក្រៅពីព្យញ្ជនៈពិសេសនិងស្រៈពិសេសគឺភាសាចិននៅមានស្រៈផ្សំទៀតបងប្អូននៅមានស្រៈផ្សំទៀតដើម្បីយើងអាចអាននៅអក្សរផ្សេងបានគឺសំខាន់គឺយើងត្រូវរៀននៅព្យញ្ជនៈនិងស្រៈនិស្ស័យឲ្យចេះអស់បងប្អូនហើយបូកជាមួយនឹងស្រៈផ្សំផងដែរដើម្បីយើងចេះអាននៅពាក្យផ្សេងទាំងអស់អក្សរចិនទាំងអស់បងប្អូនបាទដោយសារតែអក្សរចិនគឺមួយអក្សរមានន័យមួយអក្សរមានន័យមួយបងប្អូនអត់ដូចអក្សរខ្មែរឬក៏អក្សរអង់គ្លេសទេអក្សរខ្មែរឬអក្សរអង់គ្លេសយើងបើសិនជាអក្សរអង់គ្លេសឬក៏អក្សរខ្មែរយើងបើសិនជាយើងសរសេរប្រកបស្រៈបូកនឹងព្យញ្ជនៈគឺយើងប្រើអក្សរនឹងតែម្ដងបងប្អូនប្រើបូកស្រៈបូកព្យញ្ជនៈចេញជាពាក្យគឺយើងប្រើពាក្យនឹងតែម្ដងតែអក្សរចិនគឺអត់ទេបងប្អូនគឺព្យញ្ជនៈបូកនឹងស្រៈចេញជាអក្សរផ្សេងមួយទៀតសម្រាប់យើងអានអក្សរចិនបានគឺយើងត្រូវចេះព្យញ្ជនៈបូកនឹងស្រៈហើយនៅមានសំឡេងនៅមានការលើកដាក់សំឡេងទៀតបងប្អូនបាទហើយមានព្យញ្ជនៈពិសេសមានស្រៈពិសេសនិងមានស្រៈផ្សំជាច្រើនទៀតបាទដូច្នេះបើសិនជាបងប្អូនចង់រៀនឲ្យកាន់តែច្បាស់បងប្អូនត្រូវតែព្យាយាមសិក្សាពីថ្នាក់ដំបូងបងប្អូនថ្នាក់មូលដ្ឋានគ្រឹះគឺយើងមិនអាចចាប់ផ្ដើមភ្លាមចូលទៅដល់ថ្នាក់ខ្ពស់បានទេបងប្អូនព្រោះថាថ្នាក់ដំបូងនេះគឺជាមូលដ្ឋានគ្រឹះនៃភាសាចិនបើសិនជាយើងមិនទាន់ចេះថ្នាក់មូលដ្ឋានគ្រឹះទេហើយបងប្អូនចង់រៀនទៅដល់ថ្នាក់សន្ទនាកម្រិតមធ្យមឬក៏កម្រិតខ្ពស់ភ្លាមគឺបងប្អូនចាប់អត់បានទេបងប្អូនចាប់អត់ទាន់ទេហើយការលើកដាក់សំឡេងការនិយាយអីគឺអត់ត្រូវតាមតង់តាមសំឡេងនេះបងប្អូនព្រោះភាសាចិនមានសំឡេងច្រើនបងប្អូនមានការលើកដាក់សំឡេង5សំឡេងឯណោះបងប្អូនបាទដូច្នេះបងប្អូនអាចរៀនភាសាចិននេះនៅក្នុង page រៀនភាសាចិនដោយមិនអស់លុយនេះបានបងប្អូនខ្ញុំនឹងចែករំលែកបទពិសោធន៍ដែលខ្ញុំមាននិងចំណេះដឹងដែលខ្ញុំមានជូនដល់បងប្អូនបើសិនជាបងប្អូនស្រឡាញ់ចូលចិត្តសូមបងប្អូនចុច like ចុច
subscribe និងចុចសញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីជារៀងរាល់ថ្ងៃបងប្អូនហើយមួយវិញទៀតសូមបងប្អូនជួយ share ម្នាក់មួយផងបងប្អូនដើម្បីឲ្យបងប្អូនយើងផ្សេងទៀតដែលគាត់មានបំណងចង់រៀនចង់ចេះភាសាចិនឲ្យគាត់បានឃើញនិងបានរៀនជាមួយបងប្អូនទាំងអស់គ្នាផងដែរបងប្អូនបាទហើយមេរៀនទាំងអស់គឺខ្ញុំនឹងសរសេរមានដាក់នៅស្រៈប្រកបបាទមានទាំង pin in ស្រៈប្រកបមានទាំងសំឡេងការលើកដាក់សំឡេងហើយមានទាំងស៊ីងខ្មែរអក្សរខ្មែរដាក់ពីលើក្នុងការអានផងដែរបងប្អូនតែសូមបញ្ជាក់គឺអក្សរខ្មែរដាក់ស៊ីងអានពីខាងលើនេះគឺវាមិនច្បាស់ 100% ទេបងប្អូនគ្រាន់តែថាវាយកសូសៀងស្តៀងឬក៏ដូចនឹងសៀងដែលយើងអានពីអក្សរចិនតែប៉ុណ្ណោះវាមិនបានដូច 100% ទេតែអ្វីដែលសំខាន់គឺបងប្អូនត្រូវតែយកចិត្តទុកដាក់រៀនពីមូលដ្ឋានគ្រឹះទៅថ្នាក់ព្យញ្ជនៈឲ្យច្បាស់ហើយនឹងថ្នាក់ព្យញ្ជនៈពិសេសក្នុងព្យញ្ជនៈវាមានព្យញ្ជនៈបូកហើយបូកនឹងព្យញ្ជនៈពិសេសហើយស្រៈក៏មានស្រៈនិស័យហ្នឹងបូកជាមួយនឹងស្រៈនិស័យហ្នឹងស្រៈពិសេសផងដែរបងប្អូនមានផងដែរបាទហើយក្រៅពីនោះនៅមានស្រៈផ្សំជាបន្តទៀតបាទដើម្បីយើងបានចេះអានចេះសរសេរនៅភាសាចិនគឺមូលដ្ឋានគ្រឹះនេះសំខាន់ណាស់បងប្អូនដូច្នេះបងប្អូនអាចតាមដាននៅវីដេអូបន្តទៀតបានបងប្អូនខ្ញុំនឹងបង្ហាញលម្អិតនៅតាមមេរៀននីមួយជូនដល់បងប្អូនសិក្សាដោយច្បាស់ហើយបើសិនជាមានចំណុចណាមិនច្បាស់បងប្អូនអាចសួរនាំបានបងប្អូនបាទហើយសូមបញ្ជាក់ខ្ញុំមិនបានរៀនភាសាចិនអីជ្រៅជ្រះទេគ្រាន់តែថាអាចជួយចែករំលែកបងប្អូនបានដោយខ្ញុំបានណែនាំពីខាងដើមអញ្ចឹងបងប្អូនបាទអរគុណ